ដូចជានៅពេលនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកនាងក្រឡេកមើលយុវៈម្ចាស់សំនៀងបំពេថ្នមចិត្តនោះគឺលោកកែវសារ៉ាត់ដែលកំពុងអង្គុយនៅលើផ្ទាំងសិលានៃឆ្នេរជលសាដ៏ធំល្វឹងល្វើយបណ្ដែតមនោសញ្ចេតនាដ៏សែនឆ្ងាយទៅកាន់ស្រមោលអនុស្សាវរីយ៍ដែលលោកធ្លាប់បានសាកសងជាមួយនឹងនារីមួយរូបនៅក្នុងគ្រាអតីតកាលពិតមែនថាពេលនេះអ្វីនៅដដែលក៏ពិតមែនប៉ុន្តែអារម្មណ៍របស់បងបែរជារងាកំព្រាឯកាពេលដែលបាត់ម្ចាស់ស្រីដែលធ្លាប់សាសងសម្ដីជាមួយបងនៅលើផែនថ្មនៃឆ្នេរជលសានេះក្នុងពេលនេះចិត្តបងសាញ់នឹងអូនណាស់តើអូននៅទីណាបានជាបាត់ដំណឹងសូនឈឹងយ៉ាងនេះអោខ្យល់សមុទ្រអោឆ្នេរជលសាសូមអ្នកជួយធ្វើជាសាក្សីនិងជួយពំនាំពាក្យពេចន៍សម្ដីរបស់បងទៅប្រាប់អូនផងថាបងនឹកអូនណាអូឆ្នេរជលសាដ៏ធំធេងអង្គសុយម្នាក់ឯងណែនអោរាយើងធ្លាប់សាសងពីអូនជារលត់មកផនជីវិតមិនដែលខារលត់ក្រមគ្មានឈប់ចូលដួងព្រះច័ន្ទចរងប្រទៀនបំភ្លឺក្តីស្នេហ៍យើងពីប្រាណយប់នេះកលយានរត់ទៅណាម្នាក់ឯងចំបាយរើទុកថាថាស្រស់ជីវាទៅណាឈ្មោះអូនចាទុកនៅឡាខ្នល់ខ្នាយសីឡារកលួនឡព្រះទាជួយនាំពំទៀងទៅប្រាប់ដល់ចោមឆ្លើឲ្យខ្ញុំហារៀមចាំចិនដាបងស្នេហ៍ស្នងបងស្មោះលុះអវសាព្រះទាយជួយនាំគាំទៀងទៅប្រាប់ដល់ចោមឆ្លើឲ្យខ្ញុំផងហារៀមនៅចាំចិនណាបងស្នេហ៍ស្នងអងស្មងលុះ